បាទជំរាបសួរបងប្អូនទាំងអស់គ្នាក្រោយពីបុណ្យចូលឆ្នាំខ្មែរថ្ងៃនេះថ្ងៃទី17ខែមេសាខែ4គឺជាថ្ងៃបើកផ្សារហ៊ុនឡើងវិញហើយផ្សារហ៊ុនបើកនេះជាមួយនឹងស្ថានភាពដែលយើងមើលទៅជាប្រកបដីភាគច្រើនជាធម្មតានៅក្នុងស្ថានភាពមុននឹងបុណ្យចូលឆ្នាំខ្មែរដោយសារតែស្ថានភាពសេដ្ឋកិច្ចនិងនយោបាយសកលធ្វើឲ្យផ្សារភិកហ៊ុននឹងមាននិន្នាការនៃការធ្លាក់ថ្លៃដូច្នេះហើយយើងមើលខាងផ្នែកខាងនេះគឺជាផ្នែកដែលដាក់បញ្ជាទិញផ្នែកនៃការដាក់បញ្ជាទិញភាគច្រើនគឺគាត់ទិញនៅតម្លៃក្រោមថ្លៃមូលដ្ឋានបាទក្រោមថ្លៃមូលដ្ឋានដែលឃើញឲ្យចេញជាពណ៌ក្រហមបាទចេញជាពណ៌ក្រហមលើកលែងតែរដ្ឋកោទឹកមួយទេដែលមានអ្នកដាក់បញ្ជាទិញនៅថ្លៃមូលដ្ឋានដែលឃើញបញ្ជាដែលត្រៀមទិញហ្នឹងគឺចេញពណ៌សនៅក្នុងនេះថ្លៃមូលដ្ឋានគឺគេកំណត់យកថ្លៃបិទផ្សារកាលពីថ្ងៃមុនបាទឬក៏កាលពីម្សិលមិញទេដែលឡែកនេះគឺឆ្លងកាត់ការចូលឆ្នាំខ្មែររួមមានថ្ងៃបុណ្យសម្រាប់អាសាទិត្យអីផងអញ្ចឹងថ្ងៃមូលដ្ឋានគឺយកថ្ងៃដែលបិទផ្សារកាលពីមុនចូលឆ្នាំឧទាហរណ៍ដូចជាធនាគារ AC Leader ថ្លៃមូលដ្ឋានគឺ7060រៀលបាទហើយអ្នកទិញគឺគាត់ហ៊ានទិញត្រឹមតែ7040រៀលហើយអ្នកលក់ក៏ចង់លក់ត្រឹមថ្លៃ7060រៀលនេះខុសគ្នាបន្តិចប៉ុន្តែនៅក្នុងនោះក៏មានចំនួនមួយចំនួននោះគឺគាត់អាចនឹងត្រូវរើគ្នាជាបណ្ដាហើយឧទាហរណ៍បាទយើងចូលទៅមើលខាងក្នុងចុចលើនេះមកមានអ្នកហ៊ានលក់បាទព្រមលក់7040រៀលហ្នឹងចំនួន64ហ៊ុននេះគឺនៅម៉ោងធម្មតាជាទូទៅគាត់អាចដោះដូរចិត្តឈប់លក់វិញក៏បានឈប់ទិញក៏បាននៅអំឡុងពេលដែលមិនទាន់ផ្គូផ្គងដែលទីផ្សារបែងចែកជា3 session ឬក៏ជា3វគ្គដែលវគ្គដំបូងហៅថាវគ្គបើកផ្សារហ្នឹងពីម៉ោង8ដល់ម៉ោង9ផ្គូផ្គងតែម្ដងទេអញ្ចឹងចន្លោះម៉ោង8ដល់ម៉ោង9ហ្នឹងយើងអាចដាក់ទិញដាក់លក់សិនទៅចាំមិនមុនម៉ោង9ដោយសារយើងមិនចង់លក់ទេអាចលុបវិញឬកែប្រទាបថ្លៃឬក៏តម្លៃថ្លៃបានតាមចិត្តព្រោះនេះដាក់គ្រាន់តែផ្គូផ្គងគ្នាចោលមិនទាន់សម្រាប់យកជាការទេបន្ទាប់ពីម៉ោង9ទៅគឺឲ្យតែត្រូវថ្លៃទីផ្សារនិងគូកងជួញទៅឲ្យតែម្ដងបាទទិញបាទហើយមកជួញទៅនិរន្តរ៍ហើយវគ្គទី3គឺវគ្គបិទផ្សារវគ្គបិទផ្សារហ្នឹងពីម៉ោង2:50ទៅដល់ម៉ោង3អញ្ចឹង10នាទីចុងក្រោយហ្នឹងបងប្អូនអាចដាក់ទិញដាក់លក់អីដាក់តាមចិត្តមុននឹងដល់ម៉ោង3អាចលុបអាចកែវិញបានបាទតែជាលក្ខណៈពិសេសខាងម៉ោងដេញថ្លៃទីហោយើងមើលមកតម្លៃរដ្ឋកោទឹកបាទរដ្ឋកោទឹកក៏នេះបាទរដ្ឋកោទឹកមានអ្នកដែលគាត់ព្រមលក់នៅតម្លៃ6300ហ្នឹងចំនួន50ហ៊ុនបាទអញ្ចឹងអ្នកទិញនេះគាត់នឹងទិញបាន50ហ៊ុនបើសិនជាអ្នកលក់គាត់អត់ដូរចិត្តទេនេះនៅសល់ប្រហែលជា3នាទីទៀតដល់មកគូកងហើយជារួមទីផ្សារនេះមិនទាន់មានអ្វីប្រែប្រួលទេបន្ទាប់ពីចូលឆ្នាំខ្មែរមកយ៉ាងណាក៏ចាំមើលថាតើបន្ទាប់ពីម៉ោងជួញដូរយកថ្លៃតែមួយនេះបញ្ចប់ទៅជាម៉ោងគូកងតាមនិរន្តរ៍ហ្នឹងតើតម្លៃទីផ្សារវានឹងប្រែប្រួលទៅជាយ៉ាងណាទៀតនេះក៏ចង់ review ពាក់ព័ន្ធនឹងទីផ្សារភិកហ៊ុនដែលចាប់តាមបាផ្សារក្រោយពីបុណ្យចូលឆ្នាំខ្មែរអ្វីនៅជាប្រកដីធម្មតានៅឡើយទេបាទអរគុណច្រើនបងប្អូនសូមជម្រាបលាបាទជួបគ្នាវីដេអូក្រោយមួយរយៈពេលចុងក្រោយនេះទីផ្សារប្រែប្រួលច្រើនដោយសារតែស្ថានភាពសកលបាទអញ្ចឹងទីផ្សារហាក់បីដូចជាមាននិន្នាការនៃការធ្លាក់ថ្លៃខ្លាំងខ្ញុំឧទាហរណ៍ index របស់ផ្សារតែម្ដង index របស់ផ្សារបើសិនជាយើងមើលពីដើមឆ្នាំបាទត្រឹមដើមឆ្នាំចុះយើងមើលតែពីខែ1មកនេះ index របស់ផ្សារវារៀងធ្លាក់កាលពីខែ1បើយើងមើលពីដើមឆ្នាំហ្មងបាទមើលពីដើមឆ្នាំថ្ងៃ1ខែ1មកផ្សារគឺបិទនៅ409.32ពិន្ទុបាទ close មកទល់ថ្ងៃនេះផ្សារនៅសល់407.61ពិន្ទុពេលខ្លះវាអាចធ្លាក់ដល់406ពិន្ទុរបស់ផ្សារនេះមិនសូវជាប្រែប្រួលដោយសារតែមានភាគហ៊ុនមួយនោះនៅតែបន្តកើនឡើងគឺ GTI បាទក្រុមហ៊ុនរោងចក្រកាត់ដេរធំហ្នឹងគាត់តម្លៃវានៅតែបន្តកើនឡើងចឹងហើយធ្វើឲ្យភាគហ៊ុនជាច្រើនបានធ្លាក់ថ្លៃប៉ុន្តែ
បន្ទុកបផ្សារនៅដើមឆ្នាំហ្នឹងហាក់បីដូចជាមិនសូវប្រែប្រួលឲ្យវាដូចទៅនឹងតម្លៃក្រុមហ៊ុនទាំងអស់ទេបាទឥឡូវខ្ញុំឧទាហរណ៍បងប្អូនមើលជាក់ស្ដែងទៅលើក្រុមហ៊ុនមួយដែលខ្ញុំនិយាយហ្នឹង GTI ហ្នឹងថាតើវាឡើងថ្លៃបែបម៉េចបាទនេះបាទនេះគឺជាតម្លៃរបស់វាពីដើមឆ្នាំវា 4000 ឬក៏ 5000 រៀលបាទ 5000 រៀលមកទល់ពេលបច្ចុប្បន្នវាឡើង 6200 អញ្ចឹងវាឡើងជិត 30% បាទឡើងឥឡូវយើងមើលក្រុមហ៊ុនមួយទៀតដែររដ្ឋកោទឹកតម្លៃហាក់បីដូចជាមិនសូវជាមានអីប្រែប្រួលខ្លាំងទេរង្វង់ 6300 ពេលខ្លះក៏ 6200 ទៅហើយពេលខ្លះទៀតក៏ 6300 វិលទៅវិលមកតែខ្លះឆ្នាំដើមឆ្នាំបាទដើមឆ្នាំយើងមើលក្រុមហ៊ុនExeter គ្រប់បាទសម្ព័ន្ធរបស់ធនាគារហាក់បីដូចជាធ្លាក់ថ្លៃតិចបាទដែលជារួមខាងមុននោះ 7500 កាលពីដើមឆ្នាំបាទឥឡូវនៅសល់ 7000 ឬក៏ 7050 អីប៉ុណ្ណឹង 7020 7060 ចឹងនេះគាត់ធ្លាក់ថ្លៃប្រហែលជាជិត 10% បាទជិត 10% រយៈពេល 3-4 ខែហ្នឹង 3 ខែជាងមានក្រុមហ៊ុនឡើង 20% ក៏មានក្រុមហ៊ុនធ្លាក់ជិត 10% អញ្ចឹងនៅក្នុងទីផ្សារមួយរយៈពេលនេះគឺរៀងកន្លប់ចាក់ខ្លាំងមែនតើដែលជារួមវាអំណោយទានទៅដល់អ្នកដែល speculator ឬក៏ digital trader តែគាត់ដើរត្រូវតែបើដើរខុសក៏ខាតដែរខ្ញុំក៏បានធ្វើវីដេអូមួយពាក់ព័ន្ធនឹងការ stop loss ដែរបាទយុទ្ធសាស្ត្រ stop loss ដោយសារឃើញស្ថានភាពពេលខ្លះឡើងពេលខ្លះចុះតែយុទ្ធសាស្ត្រ stop loss ឬក៏ take profit ដែលធ្វើឲ្យយើងអាចចំណេញរយៈពេលខ្លីដោយសារតែស្ថានភាពវាមិនមានដំណឹង